សូមក្រាបថ្វាយបង្គំដល់ប្រជុំ3នៃបត្រៃរដ្ឋក៏ដូចជាសូមគោរពនិងជម្រាបសួរទៅដល់បងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គមទាំងអស់អ្នកទាំងគ្នាថ្ងៃនេះវិលមកជួបខ្ញុំសារជាថ្មីចេញពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍគំនិត TDCC Center អ្នកទាំងគ្នាថ្ងៃនេះនិយាយរឿងលុយបន្តិចណាអ្នកទាំងគ្នាហ្នឹងហើយខ្ញុំភ្ជាប់ពធនៅក្នុងហ្នឹងដោយសារតែមានពូម្នាក់ហ្នឹងគាត់សួរខ្ញុំអំពីកំណាព្យមួយដែលគាត់ឃើញនៅក្នុងបណ្ដាញសង្គមអ្នកទាំងគ្នាហ្នឹងហើយមិនដឹងថានរណាគឺជាអ្នកសរសេរកំណាព្យហ្នឹងទេតាក់ទងជាមួយលុយអ្នកទាំងគ្នាក្នុងកំណាព្យហ្នឹងខ្ញុំបញ្ជាក់បន្តិចណាទី1គាត់សរសេរថាគ្មានលុយគ្មានគេស្រឡាញ់គ្មានគេចង់រាប់អានគ្មានគេចង់រាប់រកអ្នកទាំងគ្នាទី2គ្មានលុយគ្មានសម្លៀកបំពាក់ល្អគ្មានរបស់ល្អប្រើទី3គ្មានលុយគ្មានអាហារឆ្ងាញ់ដើម្បីហូបជាដើមអញ្ចឹងទៅអ្នកទាំងគ្នាខ្ញុំគ្រាន់តែចង់បញ្ជាក់ថាអ្វីក៏ដោយអ្នកទាំងគ្នាបើសិនបើចិត្តរបស់យើងជាប់ចម្ពាក់ទៅលើវាខ្លាំងយើងគ្មានសេចក្តីសុខជាមួយវាទេទោះបីជាយើងរកវាបានច្រើនប្រព័ន្ធណាក៏ដោយអ្នកទាំងគ្នាយើងរឹតតែខ្វះរហូតមានន័យថារត់តែបានច្រើនរឹតតែខ្វះអ្នកទាំងគ្នាឬក៏រឹតតែបានច្រើនរឹតតែចង់បានបន្ថែមអ្នកទាំងគ្នារឹតតែចង់បានបន្ថែមអ្នកទាំងគ្នាហើយអានឹងអ្នកទាំងគ្នាអ្វីដែលយើងជាប់ចម្ពាក់ចិត្តជាមួយវារឹតតែខ្លាំងវារឹតតែទុកកាត់ទុកអ្នកទាំងគ្នាពីព្រោះវាជាអនត្តាធម៌អ្នកទាំងគ្នាលុយហ្នឹងសូម្បីលុយហ្នឹងក៏វាជាអនត្តាធម៌ដែរអ្នកទាំងគ្នាពីព្រោះយើងរកទៅយើងចង់បានប៉ុណ្ណេះហើយប៉ុណ្ណោះទៀតចង់បានប៉ុណ្ណេះហើយប៉ុណ្ណោះទៀតហើយការដែលយើងចង់បានហ្នឹងណាអ្នកទាំងគ្នាយើងរកទៅពេលខ្លះក៏បានដូចចិត្តទៅយើងក៏សប្បាយចិត្តដល់តែរកទៅពេលខ្លះក៏អត់បានដូចចិត្តយើងក៏កាត់ទុកទៀតអ្នកទាំងគ្នាឃើញសូម្បីតែមហាសទ្ធិអ្នកទាំងគ្នាសូម្បីតែមហាសទ្ធិក៏មិនអាចបានដូចចិត្តគ្រប់រឿងដែរអ្នកទាំងគ្នាហ្នឹងអាហ្នឹងបើយើងនិយាយអំពីការពិតនៃលុយវិញអ្នកទាំងគ្នាលុយគ្រាន់តែជាกระดาษមួយសន្លឹកដែលវាអត់ដឹងអីទេអញ្ចឹងវាមានតម្លៃឬគ្មានតម្លៃអាស្រ័យលើមនុស្សនេះឲ្យតម្លៃហើយមនុស្សតើឲ្យតម្លៃទៅលើលុយនឹងខ្លាំងអ្នកនឹងដឹងតែអត់មានសេចក្តីសុខដោយសារលុយទេអ្នកទាំងនេះដោយសារលុយបើនិយាយក្នុងធម៌បានន័យថាយើងខ្លាយទៅជាទាស័កនៃលុយអ្នកទាំងនេះខ្លាយទៅជាទាស័កនៃលុយអ្នកទាំងនេះអញ្ចឹងអានឹងជាចំណុចដែលសំខាន់អ្នកទាំងនេះអញ្ចឹងលុយវាអត់ដឹងថាអ្នកនេះចង់បានវាអ្នកនោះចង់បានវាអ្នកនេះមិនចង់បានវាអ្នកនោះមិនចង់បានវាគឺវាអត់ដឹងទេវាអត់ដឹងអីទាំងអស់ហើយវាមិនដឹងថាខ្លួនវានឹងមានតម្លៃទៅសម្រាប់អ្នកនេះសម្រាប់អ្នកនោះគឺវាអត់ដឹងទេអញ្ចឹងតម្លៃរបស់វាដូចខ្ញុំបញ្ជាក់អញ្ចឹងវាកើតចេញអំពីមនុស្សម្នាក់អ្នកឲ្យតម្លៃអ្នកទាំងនេះដូចខ្ញុំចំណាំនិយាយរូបគំនូអញ្ចឹងណាអ្នកទាំងនេះរូបគំនូវាអត់ដឹងថាខ្លួនវាល្អមិនល្អតណែមិនល្អតណែវាអត់ដឹងទេអញ្ចឹងល្អមិនល្អហ្នឹងគឺអាស្រ័យមនុស្សជាអ្នកវាយតម្លៃមនុស្សជាអ្នកមើលអ្នកទាំងនេះពីព្រោះលុយវាអត់មានវិញ្ញាណវាអត់មានចិត្តវាអត់មានអីផ្សេងដូចជាមនុស្សយើងទេអ្នកទាំងនេះអញ្ចឹងអាហ្នឹងជាចំណុចដែលសំខាន់អ្នកទាំងនេះអញ្ចឹងយើងចង់បានលុយអញ្ចែទិញនេះទិញនោះចង់ឲ្យបានគេរាប់អានអ្នកទាំងនេះដល់យើងមានលុយទៅគេរាប់អានអ្នកទាំងគ្នាខែហ្នឹងយើងបានលុយឧទាហរណ៍ថាយើងបានលុយ4លានគេរាប់អានណាខែក្រោយដល់យើងលែងបានលុយគេលែងរាប់អានណាអ្នកទាំងគ្នាឃើញអាហ្នឹងយើងកាត់ទុកដោយសារលុយអ្នកទាំងគ្នាយើងកាត់ទុកដោយសារលុយអញ្ចឹងកាត់ទុកមួយទៀតអន្ទះអន្តែងនៅអត់ស្ងៀមទេអ្នកទាំងគ្នាពីព្រោះអត់លុយអ្នកទាំងគ្នាអត់លុយអាហ្នឹងឲ្យគេលេះនោះអ្នកទាំងគ្នាអាហ្នឹងឲ្យគេលេះនោះអ្នកទាំងគ្នាអញ្ចឹងសេចក្តីសុខវាមិនមែននៅត្រង់លុយនឹងទេលុយគ្រាន់តែជាឧបករណ៍មួយផ្នែកតូចដែលធ្វើឲ្យយើងមានសេចក្តីសុខបើសិនបើយើងយល់ពីវាឬក៏ចេះប្រើប្រាស់វាអ្នកទាំងគ្នា
អាហ្នឹងជាចំណុចដែលសំខាន់អ្នកតាទីបើយើងអត់យល់ពីវាណាអ្នកតានេះយើងចង់បាននេះចង់បាននោះចង់បាននេះចង់បាននោះអត់លុយគេមើលងាយអត់លុយគេអត់ចង់រាប់អានអ្នកតានេះដល់តែមានលុយហើយហ្នឹងក៏អើតកតោមវាយរឹកអ្នកតានេះមើលងាយអ្នកដតីសួរថាយើងមានសេចក្តីសុខមកពីណាបើទៅតាណាគេស្អប់ទៅដដែលហ្នឹងអ្នកតាគ្នាទៅតាណាគេស្អប់ទៅដដែលអញ្ចឹងអាហ្នឹងយើងអត់ស្គាល់តម្លៃនៃលុយអ្នកតាគ្នាយើងអត់ស្គាល់តម្លៃនៃលុយអ្នកតាគ្នាអញ្ចឹងអាការចង់បាននេះចង់បាននោះដោយប្រើលុយហ្នឹងណាអ្នកតាគ្នាបើយើងអត់កំណត់ដឹងថាអាហ្នឹងវាជាកិលេសទេណាអ្នកតាគ្នាអញ្ចឹងយើងកើតទុកដោយសារលុយហ្នឹងឯងអ្នកតាគ្នាសូម្បីតែយើងនិយាយ clear អញ្ចឹងណាដូចខ្ញុំបញ្ជាក់ពីខាងដើមសូម្បីតែយើងនិយាយ clear ប៉ុណ្ណឹងមកណាបានន័យថាយើងកើតទុកដោយសារលុយមិនស្ទើរទេពីព្រោះគិតថាខ្លួនឯងវាអត់លុយដល់អត់លុយទៅវាអត់មានម្ហូបឆ្ងាញ់អត់លុយទិញរបស់ឆ្ងាញ់ហូបអត់លុយទិញសម្លៀកបំពាក់ល្អដេកកើតទុកអ្នកតាគ្នាឃើញគេស្លៀកពាក់ brand អញ្ចឹងទៅ brand អីមួយអញ្ចឹងទៅចង់បានដូចគេតែខ្លួនឯងអត់លុយឃើញកាត់ទុកបាត់អ្នកតាគ្នាអាហ្នឹងឯងកាត់ទុកដោយសារលុយណោះអ្នកតាគ្នាកាត់ទុកដោយសារលុយណោះអ្នកតាគ្នាចង់បានរបស់ថ្លៃយកមកប្រើប្រាស់ចង់ឲ្យគេរាប់អានចង់មានមុខចង់មានមាត់នៅក្នុងសង្គមដោយសារតែមានលុយអ្នកតាគ្នាដល់តែរកអាលុយហ្នឹងវាអត់បានណាអ្នកតាគ្នាអញ្ចឹងកាត់ទុកអ្នកតាគ្នាហ្នឹងយើងកំពុងតែខ្លាយទៅជាទាស័កនៃលុយណាអ្នកតាគ្នាយើងកំពុងតែខ្លាយទៅជាទាស័កនៃលុយណាអ្នកតាគ្នាអញ្ចឹងយើងធ្វើអីក៏ដោយមិនចាំបាច់ខ្វល់អំពីលុយទេអ្នកតាគ្នាបើយើងធ្វើអីអត់ខ្វល់អំពីលុយអ្នកតាគ្នាយើងគ្រាន់តែប្រឹងធ្វើរបស់នឹងរឿងនឹងឲ្យល្អអស់ពីសមត្ថភាពរបស់យើងលុយហូរចូលឯងប៉ុន្តែបើយើងគិតថាខ្ញុំធ្វើអាហ្នឹងចង់បានលុយប៉ុណ្ណេះអាហ្នឹងបរាជ័យឆាប់ណាស់អ្នកតាគ្នាបរាជ័យឆាប់ណាស់អ្នកតាគ្នាខ្ញុំឧទាហរណ៍ដូចជាការដែលយើងធ្វើ YouTube អីចឹងអ្នកតាគ្នាធ្វើ YouTube អញ្ចឹងអ្នកតាគ្នាធ្វើ YouTube បើយើងគិតថាធ្វើ YouTube ព្រោះចង់បានលុយអ្នកតាគ្នាហើយ YouTube អីនេះស្អាតអត្តាធម៌អ្នកតាគ្នាដល់ចង់បានលុយទី1យូរតម្រាំហុចផលមួយឆ្នាំ2ឆ្នាំឯនោះបានលុយជូរតម្រាំបំពេញលក្ខណៈបំពេញគេហៅថាលក្ខខណ្ឌរបស់ YouTube ត្រូវបានគេឲ្យរលុយអ្នកតាគ្នាដល់ខ្លួនឯងនេះន្ទះន្ទែងចង់បានលុយភ្លាមអាហ្នឹងហើយបរាជ័យនោះអ្នកតាគ្នាបរាជ័យក៏បាក់ទឹកចិត្តភ្លាមអ្នកតាគ្នាអញ្ចឹងធ្វើក្របានលុយក៏បោះបង់អាហ្នឹងទៅអ្នកតាគ្នាអាហ្នឹងយើងជក់ចិត្តយើងជក់ចម្ពាក់ដោយសារលុយហើយមួយទៀតជក់ចម្ពាក់ដោយសារ subscribe អ្នកតាគ្នាមួយទៀតជក់ចម្ពាក់ដោយសារមេដៃ like ហ្នឹងអ្នកតាគ្នាអញ្ចឹងយើងធ្វើអីក៏ដោយមិនចាំបាច់គិតអំពីអានឹងទេអ្វីដែលយើងត្រូវធ្វើឲ្យល្អនោះគឺខំធ្វើវីដេអូធ្វើ channel នឹងឲ្យល្អតែប៉ុណ្្នឹងទៅដើម្បីចែកជាប្រយោជន៍ទៅដល់មនុស្សគិតតែប៉ុណ្្នឹងទៅនៅពេលយើងធ្វើអានឹងបានណាអ្នកទាំងគ្នាអាលុយនោះវាហូរចូលមកហើយលុយហូរចូលមកដោយឯងអ្នកទាំងគ្នាអញ្ចឹងយើងមិនចាំបាច់ទៅជាប់ចម្ពាក់ចិត្តដោយសារលុយទេអ្នកទាំងគ្នាអានឹងគឺជាចំណុចដែលសំខាន់អ្នកទាំងគ្នាយើងខឹងយើងស្អប់អ្នកតាគ្នាកើតចេញអំពីកិលេសនៅក្នុងចិត្តរបស់យើងបានន័យថាការខឹងការស្អប់នឹងវាមានមោហៈនៅក្នុងនឹងអ្នកតាគ្នាវាមានមោហៈនៅក្នុងនឹងហេតុអីបានយើងខឹងយើងស្អប់នរណាម្នាក់ឬក៏បុគ្គលណាមួយឬក៏ប្រទេសណាមួយពីព្រោះយើងគិតថាមនុស្សទាំងអស់នោះគឺធ្វើទង្វើខុសអំពីអ្វីចិត្តរបស់យើងចង់បានអ្នកតាគ្នាអានឹងយើងខឹងហើយអ្នកតាគ្នាដូចខ្ញុំចំណាំនិយាយអំពីថៃចឹងអ្នកតាគ្នាហេតុអីបានយើងស្អប់ថៃពីព្រោះចិត្តរបស់យើងនេះចង់មានសេចក្តីសុខចង់កុំឲ្យថៃនឹងមកឈ្លានពានយើងដល់ថៃមកឈ្លានពានយើងក៏កាត់ទុកយើងក៏ខឹងក៏ស្អប់ថៃគុំគូតថៃអ្នកតាឃើញអញ្ចឹងការខឹងនឹងកើតចេញអំពីការដែលចិត្តរបស់យើងនេះការដែលអ្វីដែលយើងចង់បាននេះវាខុសអំពីចិត្តរបស់យើងទាំងយើងដឹងថាអ្វីដែលយើងចង់បាននោះទាំងដូចចិត្តនិងមិនដូចចិត្តយើងនោះវាជាបរមត្ថធម៌វាជាការពិតវាជាធម៌ពិតដែលយើងអត់អាចកែប្រែបានយើងដូចចិត្តយើងទទួលយកដល់អត់ដូចចិត្តយើងក៏អត់ទទួលយកអាតណាំងហើយអ្នកតោះនេះអាតណាំងហើយអញ្ចឹងទាំងមកដូចចិត្តទាំងមកមិនដូចចិត្តសិតតែការពិតទាំងអស់
ប៉ុន្តែត្រង់ថាយើងអាចដូចចិត្តយើងទទួលយកអត់ដូចចិត្តយើងអត់ទទួលយកអាហ្នឹងការទុកឲ្យអ្នកទាំងនេះអញ្ចឹងបានខ្ញុំបញ្ជាក់ថាតើឲ្យយើងទទួលយកទាំងអាដូចចិត្តអត់ដូចចិត្តក៏យើងសម្របតាមវាទទួលយកវាទទួលស្គាល់វាអាហ្នឹងបានយើងសុខអ្នកទាំងនេះពីព្រោះខ្ញុំបញ្ជាក់ដដែលថាមនុស្សអត់ទាន់យល់ចំណុចនេះខ្ញុំនិយាយច្រើនដែរមនុស្សអត់ទាន់យល់ខ្ញុំបញ្ជាក់ថាទាំងដូចចិត្តទាំងមិនដូចចិត្តហ្នឹងសិតតែការពិតរបស់លោកនេះទាំងអស់ហើយយើងអាចកែប្រែវាបានទេអញ្ចឹងបើដឹងថាទាំងដូចចិត្តនិងមិនដូចចិត្តវាជាការពិតយើងត្រូវធ្វើម៉េចតើយើងសម្របតាមវាពីព្រោះយើងកែប្រែវាអត់បានអ្នកតាគ្នាអានឹងបានសុកអ្នកតាគ្នាអានឹងបានសុកអ្នកតាគ្នាអញ្ចឹងអានេះគឺជាចំណុចដែលសំខាន់អ្នកតាគ្នានៅក្នុងរឿងហ្នឹងអ្នកតាគ្នាអញ្ចឹងខ្ញុំមានប៉ុណ្ណឹងហើយអរគុណចាំជួបគ្នានៅវីដេអូក្រោយៗទៀតអ្នកតាគ្នាអញ្ចឹងសូមគោរពលានិងក្រាបថ្វាយបង្គំ